អង់គ្លេសជួបបារាំងដណ្ដើមលេខ3បាល់ទាត់ជើងឯកពិភពលោកខ្ញុំមានអារម្មណ៍ថាសែនតិចបាទសែនសម្រាប់អ្នកគ្រប់គ្រងអង់គ្លេសនិងបារាំងបន្ទាប់ពីចាញ់ការប្រកួតវគ្គពាក់កណ្ដាប់ដៃពាត់កន្លងទៅបាទបារាំងដែលជាក្រុមមួយមានភាពលេចធ្លោយ៉ាងខ្លាំងប៉ុន្តែភាពលេចធ្លោដែលឆ្លងកាត់វគ្គចែកពូលភាពលេចធ្លោវគ្គ32វគ្គ18វគ្គ16ក្រុមវគ្គ8ក្រុមប៉ុន្តែមកចប់ត្រឹមក្រុមបាល់ទាត់អេស្ប៉ាញដែលក្រុមបាល់ទាត់អេស្ប៉ាញផ្ទុយពីការប្រកួតរបស់គាត់ទាំងប៉ុន្មានបាទលេងជាមួយក្រុមដែលមានកម្រិតមិនស្មើគាត់ធ្វើតេតតាពិបាកក្នុងការឈ្នះចាញ់លេងជាមួយក្រុមល្មមគាត់នៅតែតេតាបាទឈ្នះទាំងដូចថាពិបាកនៅក្នុងការឡើងមកចូលមកវគ្គបាទក៏ប៉ុន្តែនៅពេលដែលជួបបារាំងអេស្ប៉ាញធ្វើឲ្យបារាំងមិនមានអ្វីសោះតែម្ដងហើយយើងអាសានិយាយថាស្ពៃបាទប៉ុន្តែថាខ្សែការពាររបស់អេស្ប៉ាញបាទ4នាក់នៅខាងក្រោមហ្នឹងបូកទឹកខ្សែបំរើផងគឺសូម្បីតែយើងកត់សម្គាល់អូលីសេដែលជាកីឡាករឆ្នើមក្នុងការញែកទាត់កម្រើខ្លួនមិនរួចគីលៀនអឹមបាប៉េមិនមែនថាមិនបានទាត់ទេទាញទាត់ដែរក៏ប៉ុន្តែរបៀបនៅក្នុងការទាត់របស់គាត់គឺត្រូវបានរារាំងជាបន្តបន្ទាប់អូស្ម៉ាន់ដេមបេលេក៏មិនអាចធ្វើអ្វីបានបាកូឡាសម្រាប់ចិត្តសុទ្ធពីចម្ងាយយ៉ាងណាក៏នៅតែមិនអាចផុតរនាំងរបស់ក្រុមអេស្ប៉ាញរ៉ាប៊ីយ៉ូតដែលសូចិត្តសុទ្ធពីចម្ងាយក៏មិនមានឱកាសតែមិនមានឱកាសទាត់បាទទីបំផុតគឺអូយ៉ាសបាល់គឺជាកម្លាំងស្រួចសំខាន់បំផុតរបស់អេស្ប៉ាញដែលម្នាក់យើងគិតថាឡាមីនយ៉ាម៉ាល់ក៏ប៉ុន្តែអូយ៉ាសបាល់បាទរហូតដល់ប៉ូរ៉ូក៏គាត់មានចំណែកបានយ៉ាងល្អសរុបមកគឺអេស្ប៉ាញលាក់ក្បួនរបស់គាត់បាទពីកម្ពីរបស់គាត់ពីមកប្រកួតទៅមកប្រកួតគឺគាត់ធ្វើបានល្អបំផុតពេលប៉ះជាមួយនឹងបារាំងបាទអញ្ចឹងអបអរសាទរអេស្ប៉ាញតែបារាំងនៅសល់ពេលសកម្មនេះមួយបាទអញ្ចឹងបារាំងត្រូវប៉ះអង់គ្លេសនឹងដូចគ្នាទៀតបាទអង់គ្លេសដែលលេងជះស្អាតពីដើមទីមកក៏ប៉ុន្តែដល់ពេលដែលប៉ះជាមួយអាសង់ទីនបែរជាអាសង់ទីនបដ ாய் ឲ្យលេងតាមសបាយណាអាសង់ទីនខ្ញុំឃើញអាក្បួននឹងដូចខ្ញុំភាសានិយាយក្បួនដូចក្បួនលេអុកចឹងតែថាអាសង់ទីនគេខ្លាំងសេះអញ្ចឹងណាឧទាហរណ៍តែអញ្ចឹងទៅចុះអញ្ចឹងគេរុញឲ្យស៊ីនោះបាទទីបំផុតគឺគេលោតសេះទៅជ្រុំតែម្ដងបាទលីអូណែលមេស៊ីនៅតែជាកំពូលមនុស្សគាត់មិនបានក៏ប៉ុន្តែគាត់ជូនបាល់ឲ្យក្រុមរបស់គាត់បាននេះជារឿងដែលល្អមែនទែនដូលូតរ៉ូម៉ាទីណេសមកកលុកនៅក្នុងចុងម៉ោងរហូតតតែតាមស្មើរហូតតតែឈ្នះនៅចុងម៉ោងនោះតែម្ដងអូរឿងនេះគឺជារឿងដែលអស្ចារ្យណាស់ចឹងអេស្ប៉ាញជួបជាមួយអាសង់ទីនចាំយើងនិយាយមួយឃ្លីបទៀតចឹងយើងនិយាយពីបារាំងជាមួយអង់គ្លេសនេះបារាំងនិងអង់គ្លេសក្រុមនិយាយទៅលេខ3លេខ4ពិភពលោកបារាំងលេខ3ពិភពលោកអង់គ្លេសលេខ4ពិភពលោកប៉ះគ្នាហើយបាទតែទៀតលេខ1លេខ2ពិភពលោកគេប៉ះគ្នាដែរអញ្ចឹងយ៉ាងដែរជើងឯក2សម័យទល់នឹងជើងឯក1សម័យអញ្ចឹងសិតតែមានក្លឹបមានប្រវត្តិល្អៗដូចគ្នាហើយការជួបគ្នាកន្លងមកគឺមានឈ្នះមានចាញ់មានស្មើមិនមានអ្នកណាធំមិនមានអ្នកណាធ្ងន់លើអ្នកណាទេបាទអញ្ចឹងការប្រកួតរបស់ក្រុមទាំងពីរបើសិនជាគាត់ទាញយកក្បួននៅក្នុងការលេងក្នុងពេលកន្លងទៅមកប្រើច្បាស់ណាស់ថានឹងមានគ្រាប់បាល់ទាត់បញ្ចូលគ្នាបញ្ចូលទីគ្នាទៅវិញទៅមកច្រើនបាទខ្ញុំជឿថាបាល់នេះគឺអាចមានលទ្ធផលលើសពី2គ្រាប់សម្រាប់មួយក្រុមអញ្ចឹងបានន័យថាខ្ញុំគិតថាយ៉ាងហោចណាស់ក៏ចាប់ពី2ស្មើឡើងទៅបាទគេថាជុលតែមកលេងជុលតែមកយកលេខ3ឲ្យដាក់មកឆ្អែតដាក់យកមកអស់ពីចិត្តរៀងខ្លួនបាទអញ្ចឹងការជុំនេះរវាងក្រុមបាល់ទាត់បារាំងនិងអង់គ្លេសសូមបងប្អូនចូលរួមទស្សន៍ទាយផងដែរបាទពី